ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឺសូលីសាក់នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការនិយាយអំពីការ log in ទៅលើUbuntu នៅក្នុង Visual Box នឹងធ្វើការ check ទៅលើអឺនឹងធ្វើការ check ទៅលើdirectory នៅក្នុង Ubuntu check ទៅលើ RAM check ទៅលើ hard disk check ទៅលើ CPU និង check ទៅលើ IP ឥឡូវខ្ញុំធ្វើការបើកទៅលើUbuntu នៅលើ Visual Box របស់ខ្ញុំកន្លែងនេះខ្ញុំធ្វើការ log in ដោយប្រើឈ្មោះusername របស់ខ្ញុំនិង password ឥឡូវខ្ញុំចូលមកដល់ម៉ាស៊ីនរបស់ខ្ញុំហើយខ្ញុំកាត់យើងធ្វើការ check ទៅលើdirectory នៅក្នុង Ubuntu នៅក្នុង Visual Box របស់ខ្ញុំហ្នឹងយើងធ្វើការវាយ command ls ដក clear slash បន្ទាប់មកទៀតខ្ញុំធ្វើការ check ទៅលើRAM ដកនេះគឺជា RAM មួយទៀតខ្ញុំធ្វើការ check ទៅលើ hard disk df ដក check hard disk មួយទៀត check ទៅលើ CPU check ទៅលើ CPU ហើយចុងក្រោយខ្ញុំធ្វើការ check ទៅលើ IP ដោយប្រើ command hostname ដក clear ដក i នេះជា hostname របស់ខ្ញុំវីដេអូ check ទៅលើ directory RAM hard disk CPU និង IP របស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណលោកគ្រូ